ម៉ាស៊ីនជ្រៀកក្តារផ្លែពីរនៅតែជាជម្រើសទី1ដែលខ្ញុំចូលចិត្តពីព្រោះការធ្វើការរបស់ម៉ាស៊ីននេះគឺមិនចាំបាច់មានហ្វាល់យកទៅប្រើនោះទេគឺកំណត់ຂະຫນាតដោយដៃតាមຂະຫນាតដែលយើងចង់បានទោះជាយ៉ាងណាក៏ដោយការបន្ថែមសមត្ថភាពការងារឲ្យកាន់តែប្រសើរនោះគឺជាអាទិភាពហើយថ្ងៃនេះខ្ញុំធ្វើវីដេអូខ្លីមួយចែកចម្លែកជូនបងប្អូនដែលស្រឡាញ់ចូលចិត្តការងារជាងហើយពាក់ព័ន្ធជាមួយនឹងបច្ចេកទេសជាមួយនឹងម៉ាស៊ីនហើយឥឡូវនេះគឺជាការធ្វើវីដេអូពីម៉ាស៊ីន CNC ចូលដំបូងគឺយើងចាប់ផ្ដើមដាក់កាំបិតចូលហើយឲ្យម៉ាស៊ីនចាប់កាំបិតដែលយើងកំណត់យកមកវាស់ប្រវែងដោយស្វ័យប្រវត្តិដើម្បីឲ្យម៉ាស៊ីនស្គាល់ប្រវែងកាំបិតដើម្បីធានាថាมันកាត់គ្រោះថ្នាក់ដល់បាតម៉ាស៊ីនហើយឥឡូវនេះគឺខ្ញុំសាកល្បងជាមួយនឹងការកាត់អក្សរ logo ជាលើកដំបូងតាមដានទាំងអស់គ្នាថាអាចទទួលយកបានទេបងប្អូនបាទ